គេជាពាក់លុយយើងអត់សងតែយើងមានសិទ្ធិនៅក្នុងការយករូបគេហ្នឹងយកទៅផុសក្នុង Facebook អត់មិនថាអ្នកទាំងអស់គ្នាឬក៏ខ្ញុំឯងប្រកាសជាបានឃើញច្រើនហើយថាម្ចាស់បំណងភាគច្រើនគឺគាត់បានយកជាមួយនឹងរូបថតរបស់អ្នកដែលជាពាក់លុយគាត់ហ្នឹងណាយកទៅផុសក្នុង Facebook តើរឿងហ្នឹងគឺជារឿងមួយដែលត្រឹមត្រូវឬក៏អត់ចម្លើយនោះគឺអត់ទេអ្នកទាំងអស់គ្នាអ្នកអត់មានសិទ្ធិនៅក្នុងការយករូបរបស់អ្នកដទៃមិនថាជាអ្នកណាក៏ដោយយកទៅផុសក្នុង Facebook ឬក៏ផុសក្នុងបណ្ដាញសង្គមផ្សេងឯងដោយសារតែមនុស្សម្នាក់សិទ្ធិតែមានសិទ្ធិបុគ្គលដែលមានជាមួយនឹងច្បាប់ការពារពីលើអ្នកទាំងអស់គ្នាចំពោះផលប៉ះពាល់គឺគេអាចមានសិទ្ធិនៅក្នុងការប្តឹងទាមទារជំងឺចិត្តពីអ្នកទៀតដោយសារតែអ្នកបានរំលោភបំពានសិទ្ធិបុគ្គលឯងដែលធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះកិត្តិយសរបស់គេធ្វើឲ្យបាត់បង់ទំនុកចិត្តក៏ដូចជាអ្នករាប់អានជំនួយខ្លួនគេអញ្ចឹងគឺគេមានសិទ្ធិនៅក្នុងការប្តឹងអ្នកចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹងច្បាប់ព្រហ្មទណ្ឌដែលអ្នកទាំងអស់គ្នាប្រឈមជាមួយនឹងការជាប់គុកបើសិនជាអ្នកទាំងអស់គ្នាផលរូបគេឲ្យបូកជាមួយនឹង caption ចំណងជើងជេរប្រមាថគេពីលើនឹងទៀតនោះអ្នកទាំងអស់គ្នាអាចមានការជាប់គុកបានដំណោះស្រាយដ៏ល្អបំផុតទៅអ្នកទាំងអស់គ្នាមិនថាគេខ្ចីលុយយើងប្រមាណនេះយើងគួរតែមានឯកសារត្រឹមត្រូវមានលក្ខខណ្ឌជាមួយគ្នាត្រឹមត្រូវបើសិនជាដល់ពេលហ្នឹងគឺគេអត់សងលុយយើងគួរតែធ្វើទៅតាមផ្លូវច្បាប់មានប្រសិទ្ធភាពជាងក៏ដូចជាមានសុវត្ថិភាពទៀតផងអ្នកទាំងអស់គ្នាចង់ទិញលក់ជួលអចលនទ្រព្យមែនទេសូមតាក់ទងមកកាន់ Harbour Property